ខ្ញុំគឺជាម្ចាស់ដែលមានជនរលកូលហើយនឹងការពិតជាម្ចាស់វិញនៅពេលដែលខ្ញុំប៉ះទឹកមូលហេតុគឺដោយសារតែខ្ញុំបានជួបបុរសដែលជាមនុស្សធម្មតាម្នាក់រឿងរ៉ាវដំបូងគឺបែបនេះខ្ញុំគ្រាន់តែជាកូនម្ចាស់មួយធម្មតាដែលឈ្មោះបៃតងឬក៏អ្នកទាំងអស់គ្នាហៅខ្ញុំថាការីនខ្ញុំរស់នៅអាណាចក្រមួយនៅក្រោមទឹកសមុទ្រដ៏សែនជ្រៅហើយអាណាចក្រនោះគឺធំមែនទែនអាណាចក្រនេះគឺជាអាណាចក្រដែលម្ចាស់គ្រប់ប្រភេទរស់នៅខ្ញុំធំធាត់ឡើងនៅទីនេះខ្ញុំមានអារម្មណ៍ថារស់នៅទីនេះគឺធន់មែនទែនគ្មានអ្វីដែលថ្មីសោះរស់នៅតែក្នុងទឹកគ្មានពន្លឺថ្ងៃធ្វើអ្វីដដែលគ្មានទេសភាពស្អាតគឺដដែលតែម្ដងនៅទីនេះច្រើនឆ្នាំហើយមានអារម្មណ៍ថាធន់មែនទែននេះគឺជាបន្ទប់គេងរបស់ខ្ញុំពេលដែលខ្ញុំធន់ខ្ញុំតែងតែលួចឡើងទៅមើលទេសភាពនៅខាងលើទឹកពេលដែលខ្ញុំឡើងមកលើនេះគឺខ្ញុំបានឃើញរបស់ប្លែកៗជាច្រើនមែនទែនទេសភាពរបស់របរទីតាំងដែលទៅប្លែកហ្មងតាមពិតគេមានបម្រាមឲ្យយើងឡើងមកលើហ្នឹងឯងប៉ុន្តែខ្ញុំចេះតែលួចឡើងមកលើហ្នឹងរហូតហើយខ្ញុំក៏មានមិត្តភក្តិម្នាក់ដែរគឺត្រីកំពតគឺជាមិត្តភក្តិរបស់ខ្ញុំតែម្នាក់ដែលតែងតែជួយលាក់បាំងខ្ញុំរហូតព្រោះយើងធំធាត់ឡើងមកជាមួយគ្នាអញ្ចឹងហើយរឿងគ្រប់យ៉ាងយើងតែងតែជួយលាក់បាំងគ្នារហូតកុំឲ្យអ្នកផ្សេងដឹងអញ្ចឹងទេយើងនឹងត្រូវពិន័យហើយខ្ញុំអាសាមកលេងលើហ្នឹងរហូតហ្នឹងប៉ុន្តែដូចជាមិនសូវឃើញមានមនុស្សហើយដោយសារសមុទ្រនេះគឺទីនៅជ្រៅមែនតើតែថ្ងៃមួយខ្ញុំក៏បានឮសំឡេងសំពៅខ្ញុំក៏ឲ្យទៅមើលគឺជាសំពៅមនុស្សមែនតែតើខ្ញុំពិតជាស្រឡាញ់ចិត្តមែនតើតែពេលនេះខ្ញុំក៏បានឃើញបុរសម្នាក់